ពន្ធបែបនេះគួរលែងចោលឬទុកបន្តទៀតទើបរៀបការបាន3ខែតែប្រពន្ធដើរលេងយប់រាល់ថ្ងៃដេកចាំនៅផ្ទះអាចប្រពន្ធសប្បាយជាមួយប្រុសផ្សេងតែអ្នកធ្លាប់ឃើញប្រពន្ធសាហាវបែបនេះទេទោះបីរៀបការបាន3ខែហើយក្តីនាងមិនដាច់ខ្វល់ពីប្តីឡើយទម្លាប់របស់នាងគឺដើរលេងដាច់យប់រាល់ថ្ងៃហើយទម្រាំតែភ្ញាក់ពីគេងគឺម៉ោង3រសៀលឯណោះអ្វីដែលហួសចិត្តបំផុតនោះគឺក្រោយពីគេងភ្លាមនាងចាប់ផ្ដើមតុបតែងមុខនិងស្លៀកពាក់សិចស៊ីដើម្បីត្រៀមចេញទៅបារទៀតហើយទោះបីប្តីរបស់នាងព្យាយាមខាត់នាងយ៉ាងណាក៏ដោយក៏នាងនៅតែចេញទៅដដែលអ្វីដែលហួសចិត្តគឺនាងបង្ខំឲ្យប្តីដេកនៅបន្ទប់ទទួលភ្ញៀវបើគាត់ហ៊ានចូលបន្ទប់គេងនាងនឹងខឹងឲ្យដេញគាត់ចេញភ្លាមនាងចូលចិត្តដើរលេងជាមួយបុត្រភ័ក្តិប្រុសៗទៅលេងប៊ូលីងនិងជជែកលេងសើចជាមួយពួកគេដោយមិនខ្វល់ពីអារម្មណ៍ប្តីសោះប្តីរបស់នាងអង្គុយមើលពីចម្ងាយដោយទឹកមុខក្រៀមក្រំគាត់ពិតជាមិនយល់សោះហេតុអ្វីប្រពន្ធកាចដាក់ប្តីម្លេះតែជាមួយប្រុសដតីវិញផ្អែមដូចស្ករតាំងម៉ែតើបេះដូងនាងនៅឯណាយប់មួយដែលគាត់ស្រវឹងចូលផ្ទះជំនួសឲ្យការសួរនាំឬយកចិត្តទុកដាក់នាងម៉ែជាបើកឆាកស្ដីបន្ទោសប្តីតែម្ដងទឹកបដូរនិស័យចូលពោះទើបហ៊ានដាក់ចិត្តសួរត្រង់ថាហេតុអ្វីអូនធ្វើបែបនេះតែចម្លើយដែលទទួលបានពីប្រពន្ធគឺភាពស្ងៀមស្ងាត់និងការបណ្ដេញចេញពីបន្ទប់តួនាងចង់សប្បាយនឹងជីវិតនៅក្មេងប៉ុន្តែអាពាហ៍ពិពាហ៍បែបនេះនរណាទទួលយកបានបើជាអ្នកវិញអ្នកនឹងបន្តឬបញ្ចប់កុំភ្លេចខមមិននៅខាងក្រោម